ពន្លឺខៀវជាក់ស្ដែងពន្លឺខៀវគឺជាអ្វីពន្លឺខៀវគឺជាពន្លឺដែលបញ្ចេញពីអេក្រង់ទូរស័ព្ទដៃនិង smartphone ទាំងអស់ហើយក៏មានកុំព្យូទ័រយួរដៃ iPad និង tab ផ្សេងទៀតផងដែរហើយក៏មានពីអេក្រង់ទូរទស្សន៍ឬអេក្រង់ monitor ផងដែរពន្លឺខៀវនេះជាផ្នែកវិទ្យាសាស្ត្រមិនមានការភ្ជាប់ពិសេសណាមួយជាមួយមហារីកទេប៉ុន្តែជាក់ស្ដែងវាបង្កើតបញ្ហាផ្សេងដូចជាការបាត់បង់ការគេងនិងការបាត់បង់ការផ្ដោតអារម្មណ៍ការឈឺក្បាលនិងការខឹងសម្បារព្រោះមនុស្សត្រូវបានកប់ជាប់នឹងទូរស័ព្ទដៃរបស់ពួកគេដល់កម្រិតដែរពួកគេនឹងខកខានការគេងរបស់ពួកគេជាក់ស្ដែងមួយក្នុងចំណោមរឿងសំខាន់ណាស់គឺជាការញៀនខ្ញុំបានឃើញករណីដែលអ្នកជំងឺបានមកនិយាយថាពួកគេមិនអាចគេងបាននៅពេលយប់ហេតុអ្វីព្រោះពួកគេញៀននឹងទូរស័ព្ទដៃរបស់ពួកគេហើយពន្លឺខៀវដែលបញ្ចេញពីទូរស័ព្ទដៃឬ smartphone របស់អ្នកអាចបង្កើតបញ្ហាផ្នែកការគេងជាច្រើននិងបញ្ហាផ្នែកផ្លូវចិត្តជាច្រើនប៉ុន្តែចំពោះជំងឺមហារីកគ្មានភស្តុតាងវិទ្យាសាស្ត្រដែលមាននៅពេលនេះទេវាជាវិស័យដែលកំពុងបន្តមានការស្រាវជ្រាវមួយចំនួនដែលកំពុងដំណើរការហើយសង្ឃឹមថានៅអនាគតជិតនេះប្រសិនបើមានការភ្ជាប់ទាក់ទងនឹងការប្រើប្រាស់ឬការប៉ះពាល់នឹងពន្លឺខៀវនិងការភ្ជាប់ទាក់ទងនឹងជំងឺមហារីកយើងនៅតែត្រូវមើលអំពីរឿងនោះ